ស្ដីពុកម៉ែបងប្អូនទាំងគ្នាតោះថ្ងៃនេះស្វាគមន៍ពុកម៉ែបងប្អូនមកសាក់ជាមួយនឹងម៉ូតូកង់4ពុកម៉ែបងប្អូនណាម៉ូតូកង់4 off road ដឹកនាំដោយកាយហើយពុកម៉ែបងប្អូនបានឃើញទេពួកក្រុមពួកខ្ញុំនេះចេញម៉ូតូ5គ្រឿងមានឡាន off road ចំនួន1គ្រឿងតាមផ្លូវបាត់បែនមានឧបសគ្គជាច្រើនហើយពួកយើងទៅបានដឹកនាំដោយបងធំនេះបងប្អូនណានេះពីអ្នកគ្រូសានេះបាទឥឡូវយើងចាប់ដើមចេញអីមាន5ម៉ូតូនិងឡានមួយបងប្អូនណាហើយមិនបានប្រាប់ទីតាំងពុកម៉ែបងប្អូនទេហើយចាំមើលខ្ញុំប្រាប់ទីតាំងបងប្អូននៅក្រោយគឺទៅថាដំបូងនេះជិះទៅតាមផ្លូវស្រួលទៅវាស្រួលមួយយ៉ាងដែរតែដល់ពេលផ្លូវកលុកកលាក់វារៀងពិបាកដែរគឺបាត់ពិសោធន៍របស់យើងថ្មីយើងមិនដែលកាន់ម៉ូតូនេះគឺកក់ក្បាលចកូនវាបងប្អូនណាគឺរឹងតែដល់ពេលដែលយើងថ្នឹកបានផ្លូវតុង 4-5 គីឡូហើយយើងក៏ចាប់ដើមទឹកដៃហ្នឹងក៏វារៀងល្អជាគ្នាបន្តិចដែរអ្នកខ្លះទៅក៏មានចូលព្រៃចូលសៃអញ្ចឹងបងប្អូនអរគ្នាបាទវាពិតជាពិបាកមែនតើបងប្អូនណាហើយយើងដឹងតែកង់4ហ្នឹងថាវាមិនដួលទេតែចេះតែបារម្ភហើយខ្ញុំនេះដប់ក្មេងៗ2នាក់ពីក្រោយទៀតហើយបើកបរដោយទំនុកចិត្តបែបបងប្អូនណាហើយគឺស្ទាត់មានអារម្មណ៍ថាដូចស្ទាត់ដែរតែដល់ឡែកម៉ូតូប្រហែលគ្រឿងទៀតក៏មិនទាន់ស្ទាត់ដែរបងប្អូនណាជិះមួយហើយយើងក៏កំសាន្តតាមព្រៃតាមដងព្រៃចេញពីផ្លូវមួយទៅផ្លូវមួយគឺមានឧបសគ្គជានិច្ចបងប្អូនណាទីមួយក៏ថ្មផ្លូវកលុកកលាក់ដីហុយអូពិតជាសប្បាយមែនតើហើយអ្វីដែលសប្បាយជាងគេគឺដេញគ្នាហ្មងបងប្អូននឹងឃើញហើយបើជឿចាំខ្ញុំដាក់សលេងម៉ូតូឲ្យមើលថាសប្បាយប៉ុណ្ណាហើយនេះមិនតន់ដល់ជួព្រៃនេះដើមឡើយទេបងប្អូនណាហើយគឺខ្ញុំដេញយកមកមុខគេហ្មងគឺមុខម៉ូតូកាយហើយពុកម៉ែបងប្អូនបាយចាំដឹងថាទីតាំងនឹងបាយជានៅទីណាហើយខ្ញុំសូមជម្រាបពុកម៉ែបងប្អូនឲ្យដឹងថានេះគឺនៅកំពតបាទនៅកំពតនៅខេត្តកំពតណាបងប្អូនតំបន់ទឹកឈូបាទយើងជិះតាមផ្លូវទៅជើងភ្នំបូកគោហ្នឹងទៅបងប្អូនណាហើយគឺពិតជាសប្បាយមែនតើហ្មងហើយផ្លូវមួយជិះតែម្នាក់ឯងអត់សូវមានពេលគេមកពីមុខជាងទេយើងបើកបរយើងនិយាយថាដូចមិនភ័យព្រួយក្នុងការជិះគ្នាតែអ្នកខ្លះក៏ពិបាកបញ្ជាដែរបងប្អូនមើលដែរគឺពួកគាត់ពិបាកបញ្ជាកូដរេពេញផ្លូវទាំងអស់គ្នាហ្នឹងហើយខ្ញុំជិះឈប់រងចាំម៉ូតូមកពីក្រោយទៀតអានេះម៉ូតូបងធំមកហើយបងប្អូនមើលឃើញទេមកហើយឆ្វេងស្ដាំគឺរៀងបាក់កាច់ចកូតណាស់តែហ្នឹងហើយយើងជិះខែប្រាំងទេវាអត់មានដីភក់ទេតែបើសិនតែខែវស្សាមានដីភក់វារៀងសប្បាយមួយយ៉ាងដែរនេះតើអូខេខ្ញុំសូមអរគុណពុកម៉ែបងប្អូនហើយបាទអត់មានអីទេសូមគ្រប់លាពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនចង់មកកំសាន្តអាចតាក់ទងបានបាទសូមអរគុណគ្រប់លាបាទ